រៀនគីមីគឺយូរដែរការកណនាម៉ាស់ម៉ូតដូចជាអស់ហើយប៉ុន្តែការកណនាទិន្នផលដែលអត់ច្បាស់សោះអើយធុញអត់ដឹងធ្វើម៉េចទេឥឡូវគឺយើងកំពុងមានបញ្ហាទៅនឹងការដោះស្រាយលំហាត់រកទិន្នផលមែនអត់ថ្ងៃនេះអ្នកគ្រូមានលំហាត់រកទិន្នផលនោះមួយឥឡូវយើងទៅមើលការដោះស្រាយជាមួយលោកទាំងអស់គ្នាដែលប្រធានរបស់គេនេះគេថាបើគេឲ្យអាស៊ីតអាសេតិក12ក្រាមមានប្រតិកម្មជាបរិមាណគ្រប់គ្រាន់នៃអេទីលអាល់កុលគេទទួលបានអេទីលអាសេតាត 10.56 ក្រាមគេឲ្យយើងរកទិន្នផលដែលទទួលបានហ្នឹងឥឡូវទៅមើលដោះស្រាយជាមួយលោកទាំងអស់គ្នាជាដំបូងយើងសេសមីការតាំងប្រតិកម្មសិនមកគេឲ្យអាស៊ីតអាសេតិកត្រអត់អញ្ចឹងគឺ CH3 COOH មានប្រតិកម្មជាមួយនឹងអេទីលអាល់កុលយើងទទួលបានអេទីលអាសេតាតបូកជាមួយនឹងទឹកបន្ទាប់មកគឺយើងរកតាមមុខមុនយើងទិន្នផលរបស់យើងនឹងគឺតាំងដាក់អក្សរ AD ដែលស្មើនឹងម៉ាស់ទទួលបានចែកឲ្យម៉ាស់ទ្រឹស្ដីហើយគុណជាមួយនឹង100%បំរាប់របស់យើងនឹងគេប្រាប់មកទទួលបានមកអញ្ចឹងយើងអត់ទាន់ស្គាល់តែម៉ាស់ទ្រឹស្ដីទេអញ្ចឹងយើងទៅរកម៉ាស់ទ្រឹស្ដីមកដើម្បីរកម៉ាស់ទ្រឹស្ដីបានគឺយើងត្រូវរកម៉ូលរបស់អាស៊ីតអាសេតិកសិនអញ្ចឹងម៉ាស់របស់វាគេប្រាប់មកហ្មងគឺ12ក្រាមធំគឺម៉ាស់ម៉ូលេគុលអញ្ចឹងយើងបូកម៉ាស់ម៉ូលនៃធាតុមួយបញ្ចូលគ្នាមកគឺបាន60ក្រាមក្នុង1ម៉ូលជាងចែកមកគឺបាន 0.2 ម៉ូលអញ្ចឹងតាមសមីការម៉ូលរបស់អេទីលអាសេតាតរបស់យើងគឺស្មើជាមួយនឹងម៉ូលរបស់អាស៊ីតអាសេតិកនឹងអញ្ចឹងគឺស្មើ 0.2 ម៉ូលដូចគ្នាតើពីយើងរកម៉ូលខ្លះគឺយើងរកម៉ាស់វាបានហើយអញ្ចឹងគឺស្មើចំនួនម៉ូលវាគុណជាមួយនឹងម៉ាស់ម៉ូលអញ្ចឹងម៉ាស់ម៉ូលរបស់វានឹងគឺយើងបូកម៉ាស់ម៉ូលនៃធាតុមួយនឹងបញ្ចូលគ្នាមកគឺបាន88ក្រាមក្នុង1ម៉ូលយើងគុណមកគឺបាន 17.6 ក្រាមអញ្ចឹងនេះហើយគឺជាម៉ាស់តាមទ្រឹស្ដីយើងរកឃើញហើយយើងចំនួនចូលរូបមន្តរបស់យើងឡើងវិញមកយើងអាចរក AD យើងឃើញហើយអញ្ចឹងមកទទួលបានយើងមិនមែនគឺ 10.56 ម៉ាស់ទ្រឹស្ដីរបស់យើងគឺ 17.6 ក្រាមហើយយើងគុណនឹង100មកអញ្ចឹងយើងគណនាលេខមកគឺស្មើ 60%តោះលំហាត់របស់យើងចប់ប៉ុណ្ណឹងបើមានចម្ងល់អីគឺអាច comment សួរខាងក្រោមវីដេអូបានអរគុណជម្រាបលា